បើសិនជាយើងមានលទ្ធភាពទិញម៉ូតូថ្មីយើងយកល្អទិញម៉ូតូមកទឹកបាទយើងទិញម៉ូតូមកទឹកយើងសល់លុយខ្លះយើងយកទៅវិនិយោគអញ្ចឹងនិយាយដល់ពេលវិនិយោគបងប្អូនថាអាយ៉ាវិនិយោគអីគេឥឡូវយើងនិយាយងាយស្ដាប់ឧទាហរណ៍ថាលុយយើងមាន3000យើងទិញម៉ូតូថ្មីណាយើងទិញម៉ូតូថ្មីប៉ុន្តែបើយើងទិញម៉ូតូមកទឹកហើយជាលបាក់1000អញ្ចឹងយើងសល់2000ជាងសល់ខ្ទង់2000ណាអញ្ចឹងសល់2000បើបងប្អូនថែមតិចតួចបើអ្នកនៅរៀនណាថែមតិចតួចទៀតអាចរៀនបានបញ្ញាបត្រថែមតិចតួចមកទៅធម្មឆ្នាំ600 700ថែមខ្លះទៀតបានចប់បញ្ញាបត្រមួយបើសិនជាបងប្អូនរៀនតអនុបណ្ឌិតយើងថែមលុយខ្លះទៀតទៅយើងចប់អនុបណ្ឌិតបានមួយអានេះគឺការវិនិយោគការវិនិយោគទៅលើចំណេះដឹងវាអត់មានផ្លូវខាតទេបងប្អូនដោយសារចំណេះដឹងរបស់យើងកើនលុយរបស់យើងក៏វាកើនទៅតាមនឹងដែរអានេះយើងចំពោះអ្នកសិក្សាបើសិនជាបងប្អូនធ្វើការហើយគេថាអត់បាក់សិក្សាអីទៀតទេចង់រៀនជំនាញអញ្ចឹងយើងលុយ2000យើងរៀនជំនាញយើងមានច្រើនជំនាញខាងផ្នែកជាងខាងផ្នែកទូរស័ព្ទខាងផ្នែកអីម៉ូតូឬក៏ចង់រៀនឯកទេសទៅតងទៅនឹងចុងភៅទៅតងទៅនឹងអីធ្វើម្ហូបឬក៏ថាឆុងកាហ្វេឆុងអីចឹងណាបាទអាហ្នឹងក៏បានដែរចំពោះបើសិនជាអ្នករស់ស៊ីបើសិនយើងមុខរបរយើងនឹងណហើយយើងដកលុយទៅទិញទាំងដុលក៏មិនជាបញ្ហាទេបើសិនជាបងប្អូនថាមុខរបរយើងមិនសូវនឹងណទេជាពិសេសឧទាហរណ៍ថាអ្នកជួលផ្ទះគេទៀតយើងជួលផ្ទះគេហើយប្រាក់យើងវាអត់ទាន់ទេមុខរបរយើងមិនទាន់នឹងទេយល់ល្អយើងដកលុយខ្លះទិញម៉ូតូមកទឹកចឹងទៅហើយសល់លុយខ្លះក៏យើងទុកបំរុងទៅឬក៏យើងថាទុកដើម្បីទិញអីវ៉ាន់បន្ថែមទិញអីចឹងទៅមួយទៀតយើងអាចការពារហានិភ័យដែរបើសិនជាយើងទុកលុយ2000ត្រាប់សកូពេលយើងខាតពេលយើងរកមិនបានអីចឹងទៅចឹងបងប្អូនយើងថាលុយ1000 2000គិតទៅវាសម្រាប់តិចសម្រាប់អ្នកមានប៉ុន្តែអ្នកមានមិនជាបញ្ហាទេគេទិញម៉ូតូថ្មីម៉ូតូអីគេសល់លុយសល់កាក់គេមិនប្រើធ្វើអីទេចំណែកខ្លួនយើងដែលមិនទាន់មានជីវភាពនឹងណូតែការងារយើងមិនទាន់ច្បាស់លាស់មិនទាន់ថា100%ការងារអាចបាត់បង់ថ្ងៃណាមួយយើងរៀនជំនាញបន្ថែមទៅយើងតយកសញ្ញាបត្រអីចឹងទៅហើយសម្រាប់ធ្វើមុខរបរដែលយើងជាពិសេសសម្រាប់អ្នកជួលផ្ទះគេបើសិនជាយើងជួលផ្ទះគេហើយយើងមិនទាន់ទេយើងក៏មិនទាន់ប្រើរបស់សម្ភារៈពេញនិយមយើងប្រើរបស់សាមញ្ញធម្មតាចឹងទៅបាទអរគុណច្រើននេះជាគ្រាន់តែជាការចែករំលែកទេបាទ